មានអារម្មណ៍សោកស្ដាយសោកខ្លាចគេរៀនមេរៀនចោលអស់គេឡើងថ្នាក់អស់តែនឹងធ្វើមិនទៅជួយម៉ាក់ពេលខ្លះគ្នាទៅរៀនអត់លុយផងពីថ្ងៃជាប់អត់លុយអត់តែមានបាយហូបហ្នឹងវាជួបការលំបាកច្រើនតែតស៊ូទៀតចៅកូនថាចេះខំរៀនណាកូនទោះតែអត់លុយក៏បដូរទៅដែរលោកគ្រួសារមួយចំនួនពេលខ្លះទៅគាត់អត់ឲ្យកូនមកសាលាទោះបីគាត់អត់បានផ្លាស់ទីកន្លែងតែគាត់អត់មានលុយសម្រាប់ទិញសម្ភារៈឲ្យកូនមកសាលាដល់ពេលអញ្ចឹងគាត់ត្រូវឲ្យកូននៅផ្ទះអត់បានមករៀនបាទហើយបើតាមការគិតរបស់ខ្ញុំបើសិនជានៅតែសេដ្ឋកិច្ចបាទនៅតែដំឡើងថ្លៃទៀតប្រហែលជាភាគរយនៃការចូលរៀនរបស់សិស្សក៏តិចដែរSo hopefully they will see that through all of those because like Tonle Sap is the heart of the Cambodia because we start to notice the more and more challenge and barrier during the war in the Middle East.